Hello សួស្តីបងឥឡូវយើងមកមើល PC មួយថ្ងៃហ្នឹងយើងមាន PC មួយដែលបងមិនដឹងគាត់យកធ្វើអីយកបងតោះហើយអញ្ចឹងអានេះ spec ដែលយើងត្រូវប្រើយើងប្រើជាមួយនឹងជំនាន់ចុងក្រោយយើងប្រើ50 series ដែលយើងប្រើជាមួយនឹង50 Ti ជាប្រភេទ solid របស់ក្រុមហ៊ុន Zotac ហើយ OC Edition ហើយបងឈប់ដល់មួយទៀតនេះមកសាំមួយទៀតថ្ងៃញ៉ាំទៅថតអានេះ50 Ti ដែរចុះញ៉ាំទៅណាណាចេះសាំមួយទៀតថតតហើយថតតឆុងឥឡូវ2 copy ទេឥឡូវយើងមកមើល spec PC ហ្នឹងយើងប្រើជាមួយនឹង CPU Core i9 ជំនាន់ទី14900S ទាំងពីរបងហើយជាមួយនឹង storage យើងប្រើជាមួយនឹង Samsung 990 Pro ចំនួន2TB ហើយជាមួយនឹង RAM យើងប្រើជាមួយប្រភេទ RAM Corsair មួយដើម 32GB គាត់ទុក add តាមក្រោយទៀតគាត់ទុកធ្វើការបន្ថែមទៀតហើយសម្រាប់ power supply យើងប្រើជាមួយនឹង Corsair 850W 80 Gold ពីនេះគាត់យកសមួយខ្មៅមួយហើយមកសម្រាប់ spec នេះពួកគាត់យកទៅធ្វើការរបស់គាត់ហ្នឹងគឺធ្វើអីក៏បានលេងហ្គេមមកថាក្នុងកម្រិតលេងហ្គេមវិញយើងលេងហ្គេមនៅក្នុង high resolution 4K ឬក៏1440ហើយសម្រាប់ធ្វើការវិញការងារអីក៏បានប៉ុន្តែសមរម្យហើយបងហើយជាមួយនឹងតម្លៃវិញក៏សមរម្យដែរតម្លៃវាតែ$1000ជាងទេអញ្ចឹងយើងដាក់តែ$1000ជាងទៅបងអាចមានចម្ងល់ឬក៏សុំពីតម្លៃ spec PC នេះបន្ថែមទៀតបងអាចឆាតចូលពេកអូខេអត់ដល់ហើយបងនៅមានមិនមែនតែ PC 2គ្រឿងហ្នឹងនៅមាន monitor 2គ្រឿងទៀតសម្រាប់ monitor ដែលយើងប្រើជាមួយនឹង PC ហ្នឹងគឺយើងប្រើជាមួយនឹង monitor MSI MAG 32 5CQRX FW ចំដាក់ ABC មកលើសម្រាប់ refresh rate វា240Hz 2K អញ្ចឹងបងអានេះវាប្រភេទ VA ណាតែគុណភាពហើយនឹងតម្លៃសមរម្យ$200ជាងទេជាមួយនឹង PC អញ្ចឹងចុងក្រោយអស់ហើយវីដេអូជួបគ្នាវីដេអូក្រោយបាយ